សួស្តីបងប្អូនអញ្ចឹងនេះជាលំហាត់ត្រៀមប្រឡងប្រចាំខែមីនាសម្រាប់ថ្នាក់ទី11វិទ្យាសាស្ត្រសង្គមរបស់យើងមកអញ្ចឹងលំហាត់លេខ1នេះគេថាស៊ីគាត់មនុស្សធ្វើមីតូអស់រយៈពេល4ថ្ងៃផ្ដល់នៅកោសិកាកូនចំនួន64ចំនួនសួរថាតើកោសិកានេះធ្វើមីតូចំនួនប៉ុន្មានលើកសំណួរខតើវដ្តកោសិកានីមួយៗមានរយៈពេលប៉ុន្មានបាទអញ្ចឹងនេះជាវិធានណាអញ្ចឹងលំហាត់ដែលគ្រូដាក់ឲ្យនេះគ្រាន់តែជាគំរូទេអញ្ចឹងពេលប្រឡងវាលេខគ្រូកែទៅខុសហ្នឹងនេះគ្រាន់តែជាគំរូទេបងប្អូនរៀនធ្វើឲ្យចេះបានអាចយើងប្រឡងបានអញ្ចឹងណាបាទអញ្ចឹងទី1រកចំនួនមីតូបងមើលបំរាប់គេប្រាប់តែកោសិកាកូនវាស្មើចំនួន64ណាបាទស្មើចំនួន64អញ្ចឹងយើងវាចាតាមចំនួនមីតូមកកោសិកា1ធ្វើមីតូម្ដងបានកោសិកាកូន2ណាកោសិកា1ដែរធ្វើមីតូ2ដងបានកោសិកាកូន2សេគុណ2រហូតទៅដល់ n ដងបានកោសិកាកូន2សេគុណ n អញ្ចឹងយើងទាញមកថា2សេគុណ n ស្មើកោសិកាកូនអញ្ចឹងបងចំនួនលេខ64នេះចូលកន្លែងកោសិកាកូនព្រោះវាជាចំនួនកោសិកាកូនហើយចំនួនទៅវា2សេគុណ n ស្មើ64 64នេះវាស្មើនឹង2សេគុណ6អញ្ចឹងណា2សេគុណ6អញ្ចឹងយើងសម្រួល2នេះចោលនាំឲ្យ n វាស្មើ6បាទអញ្ចឹងចាប់ប៉ុណ្ណឹងមុនដូចនេះមកកោសិកានេះធ្វើមីតូចំនួន6លើកបាទសម្រាប់សំណួរទី2គេសួរថាតើវដ្តកោសិកានីមួយៗមានរយៈពេលប៉ុន្មានអញ្ចឹងបងដាក់មករករយៈពេលវដ្តកោសិកានីមួយៗអញ្ចឹងបំរាប់គេប្រាប់ថារយៈពេលសរុបវាមានរយៈពេល4ថ្ងៃ4ថ្ងៃអញ្ចឹងយើងទាញរូបមន្តវាហើយរយៈពេលមួយវដ្តកោសិកាវាស្មើរយៈពេលសរុបចែកនឹងចំនួនវដ្តកោសិកាអញ្ចឹងយើងទៅរករយៈពេលសរុបមុនរយៈពេលសរុបវាគឺ4ថ្ងៃអញ្ចឹង4 8សិនបាទដល់មួយថ្ងៃវាស្មើ24ម៉ោងអញ្ចឹងនាំឲ្យរយៈពេលសរុបយើងស្មើនឹង24នេះគុណនឹង4ថ្ងៃ4ថ្ងៃស្មើ24 4ថ្ងៃយើងគុណ4នោះឃើញ96ម៉ោងអញ្ចឹងយើងរកឃើញរយៈពេលសរុបមួយទៀតមកវដ្តកោសិកាវាស្មើ1មីតូអញ្ចឹងមានន័យថាចំនួនវដ្តកោសិកាវាស្មើចំនួនមីតូអញ្ចឹងស្មើ6ព្រោះមីតូយើងរកឃើញ6ណារូបមន្តវាចំនួនវដ្តកោសិកាអញ្ចឹងយើងរកឃើញមីតូស្មើវដ្តកោសិកាអញ្ចឹងវាស្មើ6ដូចគ្នាអញ្ចឹងបងជួលេខចូលមករយៈពេលមួយវដ្តកោសិកាវាស្មើ96ម៉ោងគឺរយៈពេលសរុបហើយ6នេះគឺចំនួនមីតូរបស់វាបាទអញ្ចឹងយើងចែកឃើញ16ម៉ោង6ម៉ោងមានប៉ុណ្ណឹងយើងរកឃើញថារយៈពេលមួយវដ្តកោសិកានេះស្មើ16ម៉ោងបាទនេះជាលំហាត់ទី1សម្រាប់យើងត្រៀមបាទចំណែកលំហាត់លេខ2លេខ2គឺមេយោងម្ដងតែក្នុងពងស្វះរបស់សត្វលាឈ្មោលមួយក្បាលកោសិកាភេទដើមមួយបានធ្វើមីតូបានស្ពាមម៉ូតូគនី128បាទអញ្ចឹងចូលរកចំនួនស្ពាមម៉ូតូស៊ីតអង1សំណួរខឲ្យរកចំនួនស្ពាមម៉ូតូស៊ីត2សំណួរកឲ្យរកចំនួនស្ពាមម៉ូទីតនិងសំណួរខនេះឲ្យរកចំនួនស្ពាមម៉ូតូស៊ូអ៊ីតបាទអញ្ចឹងប្រធានមានប៉ុណ្ណឹងអញ្ចឹងមិនជាវិបាកទេព្រោះលំហាត់នេះគេប្រាប់ស្ពាមម៉ូតូគនីណាយើងបានរៀនមេរៀនក្នុងថ្នាក់រួចហើយយើងមើលរូបអាចទាញរូបមន្តបានអញ្ចឹងយើងដាក់ចម្លើយមកទី1យើងទៅរកស្ពាមម៉ូតូស៊ីតអងសិនបំរាប់គេប្រាប់ថាស្ពាមម៉ូតូគនីនេះស្មើ128ចាំបងទាញតាមវាចាមកដោយរូបដែលយើងបានរៀននៅថ្នាក់ហើយស្ពាមម៉ូតូស៊ីត4វាកើតចេញពីស្ពាមម៉ូតូគនី1បាទអញ្ចឹងស្ពាមម៉ូតូស៊ីត4កើតពីស្ពាមម៉ូតូគនី1អញ្ចឹងមានន័យថាបើយើងរកស្ពាមម៉ូតូស៊ូអ៊ីតគឺវាស្មើនឹងណាយើងវាចាទៅដល់ស្ពាមម៉ូតូស៊ីត1ស្ពាមម៉ូតូស៊ីតអងបាទចានេះស្ពាមម៉ូតូស៊ីតអងណាកែតិចផងមិនស្ពាមម៉ូតូស៊ីតគឺស្ពាមម៉ូតូស៊ីតអងគូភ្លេចកែណាហើយបងដាក់ថាដោយស្ពាមម៉ូតូស៊ីតអង4កើតពីស្ពាមម៉ូតូគនី1អញ្ចឹងនាំឲ្យស្ពាមម៉ូតូស៊ីតអងជប់អូនលុបមកជួរនេះចោលហ្មងបាទមកជួរនេះអត់ត្រូវទេណាបាទអញ្ចឹងលុបមកជួរនេះចោលនេះយកក្រោមនេះដល់ស្ពាមម៉ូតូស៊ីតអង1កើតពីស្ពាមម៉ូតូគនី1ព្រោះរឿងពិតវាស្ពាមម៉ូតូស៊ីតអង1កើតពីស្ពាមម៉ូតូគនី1អញ្ចឹងបានន័យថាស្ពាមម៉ូតូស៊ីតអងស្មើស្ពាមម៉ូតូគនីអញ្ចឹងចម្លើយវាឃើញដូចគ្នាទេបើស្មើគ្នាស្ពាមម៉ូតូគនីមាន128ស្ពាមម៉ូតូស៊ីតអងក៏128ចាំមកជួរលើខុសហើយណាគ្រូពេជ្រលុបឯងអូនលុបឲ្យលើមួយចោលយកចាប់ពីទី2មក
ចឹងយើងដូចនេះមកស្ពាំតូស៊ីដងស្មើ128ព្រោះមួយកើតបានមួយចឹងវាស្មើគ្នាអញ្ចឹងណាចំណែកសំណួរខឲ្យរកស្ពាំតូស៊ីដឺណាស្ពាំតូស៊ីដឺវាមាន2កើតពីស្ពាំតូនេះមួយអញ្ចឹងស្ពាំតូស៊ីដឺ2កើតពីស្ពាំតូនេះតែមួយទេអញ្ចឹងបើយើងរកស្ពាំតូស៊ីដឺបងយកស្ពាំតូនេះទៅគុណនឹងប៉ុន្មានគុណនឹង2ស្ពាំតូនេះយើង128យើងបងជួលលេខចូលមកយក128គុណនឹង2ទៅឃើញ256បាទអញ្ចឹងដូចនេះមកជាការស្រេចចំណែកសំណួរកឲ្យយើងរកស្ពាំអាទិត្យយើងដឹងថាស្ពាំអាទិត្យ4កើតពីស្ពាំតូនេះតែមួយទេអញ្ចឹងដល់ពេលយើងទាញទៅរកស្ពាំអាទិត្យបាទគឺយើងយកស្ពាំតូនេះគុណនឹង4អញ្ចឹងបងជួលលេខចូលទៅអត់ពិបាកទេ128គុណនឹង4មកឃើញ512បាទចម្លើយមានប៉ុណ្ណឹងចំណែកចុងក្រោយឲ្យយើងរកស្ពាំតូស៊ីតស្ពាំតូស៊ីតដូចជាស្ពាំអាទិត្យដែរស្ពាំតូស៊ីត4វាកើតពីស្ពាំតូនេះតែមួយទេអញ្ចឹងយើងទាញទៅរកស្ពាំតូស៊ីតយើងយកស្ពាំតូនេះទៅគុណនឹង4អញ្ចឹងជួលលេខចូលមក128គុណ4ឃើញ512បាទអញ្ចឹងចម្លើយវាដូចគ្នាបែបដែរអញ្ចឹងណាអញ្ចឹងលំហាត់នេះគ្រូគ្រាន់ធ្វើជាគំរូឲ្យបងប្អូនទេឲ្យបងប្អូនយកទៅរៀនធ្វើហើយដើម្បីកណនានៅលំហាត់ពេលយើងប្រឡងទើបអាចកណនាចេញណាបាទយើងសម្រាប់លំហាត់ត្រៀមហ្នឹងគឺមានប៉ុណ្ណឹង